ในក្នុង Smart Home បើសិនជាយើងមានជាមួយនឹងឧបករណ៍ប្រើប្រាស់ច្រើនហើយនៅពេលដែលយើងចង់បញ្ជាវាបិទឬមួយក៏បើកហ្នឹងគឺវាមានលក្ខណៈស្មុគស្មាញដោយសារតែយើងមានជាមួយនឹង device ប្រើប្រាស់ច្រើនប៉ុន្តែបញ្ហាហ្នឹងយើងអាចដោះស្រាយបានដោយគ្រាន់តែយើងបង្កើតជាមួយនឹង group device ដែល group ហ្នឹងគឺវាអាចជួយយើងបិទឬមួយក៏បើកឧបករណ៍បានជាច្រើនក្នុងរយៈពេលតែមួយអញ្ចឹងដើម្បីបង្កើតជាមួយនឹង group យើងត្រូវចូល device ណាមួយដែលយើងចង់បង្កើតមកឧទាហរណ៍បើយើងចង់បង្កើតជា group អំពូលយើងត្រូវចូលអំពូលណាមួយសិនបន្ទាប់មកយើងចុច Tray 3នៅខាងលើស្ដាំដៃបន្ទាប់មកយើងចុចពាក្យ create group ពណ៌បៃតងនេះមកហើយដល់កន្លែងនេះយើងនឹងឃើញ list device ដែលបង្កើត group ជាមួយគ្នាបានហើយអញ្ចឹងទាំងអស់ហ្នឹងគឺសុទ្ធតែជាអំពូលដែលយើងបង្កើត group ជាមួយគ្នាបានលើកឡើងតែ device ណា offline គឺយើងមិនអាច ចូលបានទេអញ្ចឹងបើយើងចង់ add device ណាចូលយើងចុចសញ្ញាបូកមកនៅពេលដែលយើងរើសហើយយើងចុច save រួចដាក់ឈ្មោះ group របស់យើងមួយបន្ទាប់មកចុច finish តែប៉ុណ្្នឹងជាការស្រេចនៅពេលដែលយើងបង្កើត group ហើយគ្រាន់តែយើងអូសមកខាងក្រោមមកគឺយើងនឹងឃើញ group របស់យើងហើយហើយក្នុង group នេះយើងបញ្ជាបិទបើកគ្រប់ device របស់យើងមិនថាបិទបើកអំពូលភ្លើងបដូរពណ៌ RGB សេរីកម្រិត brightness ឬមួយក៏បដូរពណ៌ temperature ក៏ដោយក្នុងករណីមួយទៀតបើយើងបង្កើតជា group រវាងអំពូលភ្លើង RGB រួមគ្នាជាមួយនឹងអំពូលភ្លើង temperature ធម្មតាក៏យើងអាចបង្កើត group ជាមួយគ្នាបានផងដែរប៉ុន្តែក្នុងករណីហ្នឹងគឺយើងអាចបញ្ជាបានតែ3ពណ៌នោះទេគឺពណ៌សលឿងឬមួយក៏ពណ៌បែកទឹកសមុទ្រដោយសារអំពូល RGB មិនអាចដូរពណ៌ RGB នៅក្នុង group ជាមួយនឹងភ្លើង temperature light បាននោះទេដោយយើងអាចសេរីបានតែពណ៌ temperature ជាមួយនឹង dim brightness តែប៉ុណ្ណោះហើយចំណុចសំខាន់ទៀតដែលយើងត្រូវដឹងនោះគឺក្នុងមួយ device គឺយើងអាចបង្កើតចូលជាមួយនឹង group ផ្សេងៗទៀតបានជាច្រើនដែលវាស័ក្តិសមឲ្យយើងប្រើជាមួយនឹង automation ផ្សេងៗគ្នាតាម group នីមួយៗជាឧទាហរណ៍ group មួយគឺយើងសម្រាប់បញ្ជានៅក្នុងបន្ទប់និង group ទី2សម្រាប់បញ្ជារួមគ្នាបានពេញមួយផ្ទះហ្មងហើយការបង្កើត group មិនត្រឹមតែជាមួយអំពូលភ្លើងទេគឺយើងអាចបង្កើត group ជាមួយនឹង Vanon បានដូចគ្នាដែលមុខងារមួយហ្នឹងគឺវាស័ក្តិសមបើសិនជាផ្ទះឬមួយក៏បន្ទប់របស់យើងមានជាមួយនឹង motor Vanon ច្រើនហើយយើងអាចបង្កើត group ជាមួយនឹងកុងតាក់និងដូចភ្លើងឆ្លាតវៃបានផងដែរនៅក្នុងករណីពិសេសមួយទៀតបើសិនជាឧបករណ៍របស់យើងមានជាមួយនឹង Wi-Fi ផងរួមគ្នាជាមួយនឹង Zigbee ផងគឺយើងមិនអាចបង្កើត group ជាមួយគ្នាបានទេអញ្ចឹងដំណោះស្រាយយើងត្រូវបង្កើតជាមួយនឹង Scene Tab to Run វិញអញ្ចឹងយើងចូលកន្លែង Smart មករួចចុចសញ្ញាបូកចុច Create Scene រួចចុច Run Tab to Runចុច Add Task រួចចុច Device និងចុច Select Multiple Device រួចចុច Set Power កន្លែងនេះបើយើងបញ្ជាឲ្យបើកចុច On ចង់ឲ្យបិទចុច Off រួចរើសជាមួយនឹង device របស់យើងមកដោយ device របស់ខ្ញុំនេះគឺកុងតាក់ Wi-Fi ផងនិងកុងតាក់ Zigbee ផងនៅពេលដែលយើងរើសហើយចុច Confirm មកនិងចុច Save រួចដាក់ឈ្មោះ SIM របស់យើងមួយនិងចុច Confirmបន្ទាប់មកយើងនឹងឃើញ SIM ដែលយើងបង្កើតមិញនៅខាងលើគេហើយយើងអាចធ្វើការចុចដើម្បីបញ្ជាវាបិទឬមួយក៏បើក device របស់យើងបានចំពោះករណីមួយទៀតបើសិនជា device របស់យើង offline នៅក្នុង group ឬមួយក៏ Scene Automation នៅឧបករណ៍ណាដែល offline គឺយើងមិនអាចធ្វើការបញ្ជាជា group ជាមួយនឹងឧបករណ៍ផ្សេងនោះទេអញ្ចឹងនៅពេលណាដែលយើងបញ្ជា group ឬមួយក៏ automation គឺវានឹងដើរតែឧបករណ៍ណាដែលកំពុង active ហើយ online ចំពោះករណីពិសេសដែលយើងត្រូវដឹងមួយទៀតនោះគឺបើសិនជា device របស់យើងស្ថិតនៅ hub gateway ពីរផ្សេងគ្នាយើងមិនអាចធ្វើការបង្កើត group ជាមួយគ្នាបានទេប៉ុន្តែបញ្ហាមួយនេះគឺប្រហែលអាចប្រើប្រាស់បាននៅថ្ងៃអនាគត Digi Smart Home ធ្វើឲ្យផ្ទះរបស់លោកអ្នកឆ្លាតវៃ